នៅតំបន់ព្រៃភ្នំដ៏ស័ក្តិសិទ្ធិនិងអាថ៌កំបាំងមួយដែលអ្នកស្រុកតែងតែហៅថាតំបន់ភ្នំខ្មោចគឺមានបុរសពីរនាក់ដែលជាមិត្តភក្តិនឹងគ្នានោះគឺពូលៀបហើយនិងនាយដែនអ្នកទាំងពីរគឺជាអ្នកដែលចូលចិត្តដើរព្រៃស្វែងរករបស់ផ្សេងប៉ុន្តែថ្ងៃមួយក្នុងពេលដែលពួកគេកំពុងតែដើរចូលទៅក្នុងព្រៃជ្រៅពួកគេក៏បានជួបប្រទះនៅល្អាងមួយកន្លែងដែលមានមនុស្សរស់នៅមនុស្សដែលរស់នៅក្នុងល្អាងនោះគឺគេមានឈ្មោះថាពូមឿនដែលមានវ័យប្រហែលជា50ឆ្នាំពូមឿនបានមកតាំងសមាធិនិងលាក់ខ្លួនរៀនវិជ្ជាអាគមនៅក្នុងព្រៃនេះអស់រយៈពេល2ឆ្នាំមកហើយដែលកាត់ផ្តាច់ទំនាក់ទំនងពីអតីតកាលហើយនឹងភពខាងក្រៅទាំងអស់ដែលឃើញថាពូមឿនគឺជាអ្នកដែលមានវិជ្ជាកម្រពូលៀបនិងនាយដែនក៏កើតចិត្តជ្រះថ្លានិងមានមហិច្ឆតាចង់ចេះចង់ដឹងនៅមន្តអាគមទាំងអស់នោះទើបពួកគាត់ទាំងពីរសម្រេចចិត្តសូមខ្លួនធ្វើជាសិស្សរបស់ពូមឿនបានប្រាប់ពួកគេត្រង់ថាគាត់មានជំងឺប្រចាំកាយនិងមានវ័យកាន់តែចាស់មិនដឹងថារស់បានយូរប៉ុណ្ណាទៀតទេប៉ុន្តែដែលឃើញការតាំងចិត្តរបស់សិស្សទាំងពីរគាត់ក៏យល់ព្រមបង្រៀនពួកគេតែម្ដងទៅចាប់តាំងពីពេលនោះមកពូលៀបនិងពូដានបានសម្រេចចិត្តយ៉ាងដាច់អហិង្ការដោយបោះបង់ចោលប្រពន្ធកូននិងផ្ទះសម្បែងរបស់ពួកគេដើម្បីមកសំងំរៀនសូត្រនៅក្នុងព្រៃជាមួយនឹងលោកគ្រូពួកគេមិនបានខ្វល់ខ្វាយថាប្រពន្ធកូននៅផ្ទះមានអ្វីហូបឬរស់នៅយ៉ាងណានោះទេចិត្តរបស់ពួកគេគិតតែម្យ៉ាងគឺត្រូវតែរៀនវិជ្ជាឲ្យចេះចាំស្ទាត់ការរៀនសូត្រនេះបានបន្តអស់រយៈពេលជាច្រើនឆ្នាំដំបូងពួកគេគិតថារៀន2ឆ្នាំរួចក៏បន្ត1ឆ្នាំកន្លះទៀតរហូតដល់ពួកគេចេះចាំស្ទាត់នៅក្បួនតម្រាជាច្រើនទោះជាយ៉ាងណាក៏ដោយជោគវាសនាមិនអាចជៀសផុតរួចឡើយក្រោយពីបង្រៀនសិស្សអស់រយៈពេលជាង1ឆ្នាំចុងក្រោយមកពូមឿនក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺជាធ្ងន់ដោយសារជំងឺគ្រុនចាញ់គ្រុនឈាមនិងជំងឺផ្ដាសាយផ្សំជាមួយនឹងវ័យកាន់តែចាស់ជរានោះគាត់ក៏បានលាចាកលោកទៅតែម្ដងប៉ុន្តែនៅមុនពេលដែលគាត់បានលាចាកលោកទៅនោះពូមឿនគឺគាត់បានហៅពូលៀបនិងនាយដែនមកផ្ដាំផ្ញើពាក្យចុងក្រោយថានៅពេលដែលខ្ញុំស្លាប់ទៅហាមដាច់ខាតកុំយកសពរបស់ខ្ញុំទៅធ្វើបុណ្យនៅឯភូមិឲ្យសោះត្រូវបូជាខ្ញុំនៅមុខល្អាងភ្នំនេះព្រោះទីនេះគឺជាផ្ទះរបស់ខ្ញុំហើយខ្ញុំបានចាកចោលស្រុកកំណើតជាយូរមកហើយដែរក្រោយពេលពូមឿនទទួលមរណភាពពូលៀបនិងនាយដែនបានរៀបចំពិធីបូជាតាមបណ្ដាំប៉ុន្តែរឿងហេតុដ៏ចម្លែកមួយបានកើតឡើងគឺនៅពេលដែលពួកគេបង្កាត់ភ្លើងដុតសពរបស់ពូមឿនគឺមិនឆេះសោះទោះបីជាប្រើអូសយ៉ាងណាក៏ដោយនេះដោយសារតែពូមឿនគឺជាអ្នកដែលមានវិជ្ជាស្បែកគង់ដោយនឹកឃើញដល់បណ្ដាំមួយទៀតរបស់គ្រូពូលៀបនិងនាយដែនក៏បានទៅរុះរើរកមើលរបស់របររបស់គ្រូហើយប្រទះឃើញថង់យាមតូចមួយដែលមានរបស់សំខាន់ដែលគ្រូបានត្រៀមទុកនៅពេលដែលពួកគេយកថង់នោះមកដាក់ជាមួយនឹងសពទើបភ្លើងចាប់ផ្ដើមឆេះសពរបស់ពូមឿនបានសម្រេចនេះគឺជាចំណុចចាប់ផ្ដើមនៃភាពស័ក្តិសិទ្ធិនិងការទទួលមរតកវិជ្ជាដំបូងរបស់អ្នកទាំងពីរបន្ទាប់ពីបានធ្វើបុណ្យបូជាសពពូមឿនដែលជាគ្រូរហូតដល់ក្លាយជាផេះផង់នៅមុខល្អាងភ្នំរួចរាល់ហើយពូលៀបនិងនាយដែនក៏បានសម្រេចចិត្តចុះពីលើភ្នំដើម្បីវិលត្រឡប់ទៅកាន់ភូមិកំណើតវិញនៅក្នុងចិត្តរបស់ពួកគេគឺពោរពេញទៅដោយក្តីសង្ឃឹមថានឹងបានជួបប្រពន្ធកូន
នឹងបានប្រើប្រាស់ចំណេះវិជ្ជាដែលបានខិតខំរៀនអស់រយៈពេលជាច្រើនឆ្នាំមកនេះដើម្បីជួយថែរក្សាក្រុមគ្រួសារនិងសាងសុភមង្គលឡើងវិញពួកគេចង់ប្រាប់ប្រពន្ធថាពួកគេបានបញ្ចប់ការសិក្សាហើយនិងលែងចាកចេញទៅណាទៀតហើយប៉ុន្តែនៅពេលដែលពូលៀបនិងដេដែនបានឈានជើងចូលទៅដល់ភូមិភ្លាមនិងទៅដល់ផ្ទះសម្បែងរបស់ខ្លួនហើយទិដ្ឋភាពដែលពួកគេបានឃើញគឺជាភាពស្ងាត់ជ្រងំផ្ទះត្រូវបានបោះបង់ចោលឬមានអ្នកផ្សេងមកនៅជំនួសបាត់ទៅហើយមិនឃើញស្រមោលប្រពន្ធកូនសំបីតែបន្តិចដោយក្តីឆ្ងល់និងភ័យព្រួយពួកគេក៏បានទៅសាកសួរអ្នកជិតខាងនិងចាស់ទុំនៅក្នុងភូមិចម្លើយដែលអ្នកភូមិទទួលបានគឺប្រៀបដូចជារន្ទះបាញ់ចំកណ្ដាលដើមទ្រូងរបស់អ្នកទាំងពីរអ្នកភូមិបានប្រាប់ថាដោយសារតែពូលៀបនិងនីដែនបានបោះបង់ចោលប្រពន្ធកូននៅឯផ្ទះតាឯងអស់រយៈពេលរាប់ឆ្នាំនោះគឺប្រហែលជា4ឆ្នាំបូករួមទាំងពេលដែលរៀននិងពេលមើលថែគ្រូឈឺនោះដោយមិនបានផ្ដាំផ្ញើដំណឹងនិងមិនបានផ្ញើប្រាក់កាសឬក៏ស្បៀងអ្វីមកផ្គត់ផ្គង់គ្រួសារសោះធ្វើឲ្យប្រពន្ធកូនរបស់ពួកគេជួបការលំបាកយ៉ាងខ្លាំងនៅក្នុងការរស់នៅដោយអស់សង្ឃឹមនិងមិនដឹងថាប្តីស្លាប់ឬក៏រស់ប្រពន្ធរបស់ពួកគេក៏បានសម្រេចចិត្តនាំកូនចាកចេញទៅរស់នៅជាមួយឪពុកម្ដាយរបស់ពួកគេវិញអ្វីដែលកាន់តែឈឺចាប់ជាងនោះគឺឪពុកម្ដាយរបស់ពួកគេមានការខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើដែលមិនទទួលខុសត្រូវរបស់កូនប្រសារទាំងពីរអ្នកភូមិបានពំនាំសម្ដីរបស់ឪពុកក្មេកមកប្រាប់ថាគាត់បានបណ្ដេញនិងប្រកាសកាត់កាលចោលកូនប្រសារទាំងពីរនាក់នេះហើយក៏នាំកូនស្រីនិងចៅរើផ្ទះចេញទៅរស់នៅឯខេត្តផ្សេងដែលនៅដាច់ស្រយាលពីតំបន់ភ្នំខ្មោចនេះហើយមិនត្រឹមតែប៉ុណ្ណោះឪពុកក្មេកថែមទាំងបានគំរាមកំហែងថាបើសិនជាបានឃើញពូលៀបនិងនីដែនហ៊ានទៅតាមទាកូនស្រីគេវិញគេនឹងកាប់សម្លាប់ចោលមិនខានព្រោះគេលែងទទួលស្គាល់អ្នកទាំងពីរជាប្តីប្រពន្ធរបស់កូនគេទៀតហើយដំណឹងនេះបានធ្វើឲ្យពូលៀបនិងនីដែនអស់សង្ឃឹមជាខ្លាំងពួកគេដឹងថាការលះបង់ដើម្បីរៀនអាគមរបស់ពួកគេបានធ្វើឲ្យពួកគេបាត់បង់អ្វីគ្រប់យ៉ាងដែលជាទីស្រឡាញ់ក្នុងជីវិតឥឡូវនេះពួកគេគ្មានផ្ទះគ្មានគ្រួសារនិងគ្មានទ្រព្យសម្បត្តិទាំងអស់គឺមានតែខ្លួនទទេហើយនឹងកំបិតស្នៀតដែលជាប់នឹងចង្កេះតែប៉ុណ្ណោះនៅក្នុងស្ថានភាពដ៏ទាល់ច្រកនិងឯកាបែបនេះពូលៀបនិងនីដែនក៏បានពិភាក្សាគ្នាពួកគេយល់ឃើញថាបើទោះបីជួបពួកគេចង់ទៅតាមរកប្រពន្ធកូនក៏មិនដឹងថាទៅរកនៅឯណាហើយបើរកឃើញក៏គេមិនទទួលស្គាល់ដែរដូច្នេះជំរើសតែមួយគត់ដែលនៅសេសសល់គឺត្រូវបន្តដើរលើផ្លូវដែលពួកគេបានជ្រើសរើសតាំងពីដើមគឺជាផ្លូវមន្តអាគមនោះឯងពួកគេបាននឹកឃើញដល់ពាក្យបណ្ដាំនិងក្បួនតម្រាសំខាន់មួយចំនួនទៀតដែលពូមឿនបានបន្សល់ទុកនិងធ្លាប់ហាម5មិនឲ្យឡើងទៅរៀនសូត្រនៅលើកំពូលភ្នំខ្មោចព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ប៉ុន្តែដោយសារឥឡូវនេះពួកគេលែងមានអ្វីត្រូវបារម្ភនិងលែងមានអ្វីត្រូវបាត់បង់ទៀតហើយមហិច្ឆតាចង់ក្លាយជាកំពូលគ្រូអាគមខ្លាំងពូកែនិងចង់ចេះដឹងឲ្យអស់នៅវិជ្ជាដែលគ្រូបានបន្សល់ទុកបានជំរុញចិត្តឲ្យពួកគេសម្រេចចិត្តយ៉ាងមុតមាំថានឹងត្រឡប់ឡើងទៅកាន់ភ្នំខ្មោចវិញពួកគេតាំងចិត្តថានឹងយកកន្លែងបូជាសពពូមឿន
ធ្វើជាកន្លែងស្នាក់អាស្រ័យនិងហាត់រៀនវិជ្ជាបន្តទោះបីជាត្រូវប្រឈមមុខនឹងពពួកអមនុស្សឬក៏សត្វសាហាវយ៉ាងណាក៏ដោយក៏ពួកគេមិនរារែកនៅក្នុងចិត្តរបស់ពួកគេឡើយបន្ទាប់ពីបានសម្រេចចិត្តយ៉ាងមុតមាំថានឹងយកទីតាំងលាងភ្នំដែលធ្លាប់បូជាសពពូមឿនធ្វើជាកន្លែងស្នាក់អាស្រ័យដើម្បីបន្តរៀនវិជ្ជាពូលៀបនិងនេដែនក៏បានចាប់ផ្ដើមរៀបចំកន្លែងដេកនិងដាំស្លហូបចុកពេលវេលាក៏បានរំកិលទៅដល់ពេលព្រលប់គឺប្រហែលជាម៉ោង 6 ល្ងាចព្រះអាទិត្យក៏បានចាប់ផ្ដើមអស់ស្ដង្គត់បន្សល់ទុកត្រឹមតែពន្លឺព្រាកនិងភាពងងឹតដែលចាប់ផ្ដើមគ្របដណ្ដប់បរិវេណភ្នំខ្មោចទាំងមូលបរិយាកាសនៅទីនោះប្រែជាស្ងាត់ជ្រងំខុសពីធម្មតាសូម្បីតែសំឡេងសត្វល្អិតយំក៏ហាក់ដូចជាស្ងប់ស្ងាត់ដែរដែលធ្វើឲ្យអ្នកទាំងពីរចាប់ផ្ដើមមានអារម្មណ៍ព្រឺព្រួយនិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចខណៈដែលពួកគេកំពុងតែអង្គុយសម្រាកនិងពិភាក្សាគ្នាអំពីមេរៀនបន្តក៏ស្រាប់តែមានសំឡេងមួយបានបន្លឺឡើងនៅខាងក្រៅល្អាងជាសំឡេងដង្ហើមធំនិងការបោះជំហានយ៉ាងធំធ្ងន់ពូលៀបនិងនេដែនបានស្ទុះទៅយកកាំភ្លើងវែងដែលពួកគេបានត្រៀមមកហើយរត់ទៅមើលនៅមាត់ល្អាងអ្វីដែលពួកគេបានឃើញគឺជាខ្លាដំបងមួយក្បាលដែលមានទំហំខ្លួនធំពីខ្លាធម្មតាភ្នែករបស់វាភ្លឺក្រហមឆ្អៅនៅក្នុងភាពងងឹតហើយវាកំពុងដើរតម្រង់មករកពួកគេទាំងពីរដោយគ្មានការញញើតអ្វីបន្តិចសោះឡើយដោយគិតថាជាសត្វសាហាវធម្មតាពូលៀបនិងនេដែនក៏បានលើកកាំភ្លើងបាញ់តម្រង់ទៅខ្លានោះជាច្រើនគ្រាប់សំឡេងកាំភ្លើងវាក៏បានបន្លឺឡើងប៉ុន្តែរឿងដ៏ចម្លែកដែលបានកើតឡើងគ្រាប់កាំភ្លើងដែលបាញ់ត្រូវដងខ្លួនខ្លានោះបានត្រឹមតែបុកហើយធ្លាក់មកដីវិញហាក់ដូចជាបាញ់ត្រូវជញ្ជាំងដែកឬក៏ដុំថ្មយ៉ាងដូច្នោះសត្វខ្លានោះមិនមានរបួសឬក៏ហូរឈាមសូម្បីតែបន្តិចហើយវានៅតែបន្តដើរចូលមកគៀកពួកគេបន្តិចម្ដងនៅពេលនោះហើយដែលពួកគេដឹងថានេះមិនមែនជាសត្វខ្លាធម្មតាទេតែជាខ្លាអាគមឬក៏ជាអសូរកាយចាំភ្នំនៅក្នុងស្ថានភាពដ៏តានតឹងនោះនេដែនបាននឹកឃើញទៅដល់កាំបិតស្នៀតដែលជារបស់ស័ក្តិសិទ្ធិដោយមិនបង្អង់យូរនេដែនក៏បានសម្រេចចិត្តយ៉ាងក្លាហានគេបានលោតផ្លោះពីលើផ្ទាំងថ្មមួយសំដៅទៅរកសត្វខ្លានោះហើយបានយកកាំបិតស្នៀតមកចាក់យ៉ាងខ្លាំងទៅលើដងខ្លួនរបស់វាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺនៅពេលដែលកាំបិតចាក់ចូលទៅសត្វខ្លានោះមិនបានស្រែកឬក៏ឈឺចាប់ធម្មតានោះទេប៉ុន្តែរាងកាយដ៏ធំមហិមារបស់វាបានប្រែជាវិលវល់ហើយរលាយបាត់ទៅក្នុងភាពងងឹតដូចជាផ្សែងបន្សល់ទុកតែភាពទទេស្អាតហើយនឹងកាំបិតស្នៀតរបស់នេដែនដែលធ្លាក់នៅលើដីតែប៉ុណ្ណោះមិនទាន់ទាំងបានប៉ុន្មានផងខណៈដែលពួកគេកំពុងតែងឿងឆ្ងល់នឹងហេតុការណ៍រលាយបាត់នៃសត្វខ្លានោះស្រាប់តែមានសំឡេងស៊ឺដូចជាខ្យល់បក់ឬក៏រំកិលខ្លួននៃល្មូនដ៏ធំមហិមាមួយទៀតលើកនេះគឺជាសត្វពស់វែកមួយក្បាលដែលមានទំហំខ្លួនធំប៉ុនកន្ទេលមូលវាមិនមែនជាពស់ធម្មតាទេវាបានងើបក្បាលឡើងខ្ពស់ត្រដែតចំហមាត់បង្ហាញចង្កូមដ៏មុតស្រួចនិងត្រៀមឆ្មក់វាយប្រហារពួកគេទាំងពីរនាក់ដោយឃើញស្ថានភាពមិនស្រួលពូលៀបដែលឈរនៅក្បែរនោះក៏បានសម្រេចចិត្តប្រើប្រាស់អាវុធនិងវិជ្ជាដែលខ្លួនមានចូលទៅតទល់នឹងពស់យក្សនោះ
នៅពេលដែលពស់នោះស្ទុះមកចឹកពូលៀបក៏បានគេចយ៉ាងរហ័សហើយប្រើកាំបិតឬអាវុធមុតស្រួយរបស់គាត់កាប់ទៅលើដងខ្លួនពស់នោះដូចគ្នានឹងសត្វខ្លាដែរនៅពេលដែលត្រូវអាវុធភ្លាមរាងកាយដ៏ធំសម្បើមរបស់ពស់វែកនោះក៏បានរលាយបាត់ទៅវិញភ្លាមដោយមិនបន្សល់ទុកសាកសពអ្វីទៀតឡើយហេតុការណ៍ទាំងពីរនេះបានធ្វើឲ្យពូលៀបនិងនេដែនយល់យ៉ាងច្បាស់ថាអ្វីដែលពួកគេកំពុងតែជួបប្រទះមិនមែនជាសត្វព្រៃធម្មជាតិទេប៉ុន្តែគឺជាការសាកល្បងវិជ្ជាឬក៏ជាការលាយឡំរវាងមន្តអាគមហើយនិងវិញ្ញាណដែលថែរក្សាព្រៃភ្នំនេះពួកគេគឺបាននឹកឃើញទៅដល់ពាក្យពូមឿនដែលធ្លាប់ប្រាប់ថានៅពេលដែលរៀនចប់នឹងមានរបស់មកសាកល្បងហើយពេលនេះការសាកល្បងក៏បានចាប់ផ្ដើមហើយបន្ទាប់ពីបានឆ្លងកាត់ការប្រយុទ្ធជាមួយនឹងសត្វខ្លានិងពស់វែកយក្សដែលរលាយបាត់ទៅយ៉ាងអាត់កំបាំងរួចមកពូលៀបនិងនាយដែននៅមិនទាន់បានសម្រាកដកដង្ហើមស្រួលបួលនៅឡើយទេបរិយាកាសនៅលើភ្នំខ្មោចកាន់តែមានភាពតានតឹងនិងត្រជាក់ស្រេបខុសពីធម្មតាភ្លាមនោះស្រាប់តែមានស្រមោលមួយបានលោតចុះពីលើផ្ទាំងថ្មយ៉ាងរហ័សដូចជាភ្លេចបន្ទោលមកឈរនៅចំពោះមុខពួកគេទាំងពីរនាក់វាគឺជាស្ត្រីចំណាស់ម្នាក់ដែលមានវ័យប្រហែលជា70ទៅ80ឆ្នាំទៅហើយសក់ស្កូវពេញក្បាលប៉ុន្តែទឹកមុខនិងកែវភ្នែកពោពេញទៅដោយភាពកាចសាហាវមិនដូចដូនចាស់ជរាធម្មតាទេនៅក្នុងដៃរបស់គាត់មានកាន់កូនកំបិតតូចមួយហើយគាត់មិនបាននិយាយអ្វីទាំងអស់គឺស្ទុះចូលមកវាយប្រហារពូលៀបនិងនាយដែនភ្លាមទោះបីជាមានរូបរាងជាមនុស្សចាស់ប៉ុន្តែចលនារបស់គាត់គឺរហ័សរហួនខ្លាំងណាស់គាត់អាចលោតគេចពីការវាយបកនិងធ្វើការវាយប្រហារត្រឡប់មកវិញយ៉ាងលឿនធ្វើឲ្យនាយដែនត្រូវដួលអុកគូតទៅនឹងដីនិងរបួសតិចតួចដោយមើលឃើញថាស្ថានភាពមិនស្រួលពូលៀបបានស្រែកប្រាប់នាយដែនឲ្យប្រុងប្រយ័ត្ននិងប្រើក្បួនតម្រាដែលពូមឿនធ្លាប់បានបង្រៀននាយដែនក៏បានស្ទុះងើបឡើងវិញដោយអ្នកទាំងពីរបានសហការគ្នាឡោមព័ទ្ធស្ត្រីចំណាស់ម្នាក់នោះនៅក្នុងឱកាសដែលស្ត្រីចំណាស់ម្នាក់នោះកំពុងវាយប្រយុទ្ធជាមួយនឹងពូលៀបនិងនាយដែនគាត់ក៏បានឆ្លៀតឱកាសស្ទុះចូលទៅចាក់ចំដើមទ្រូងរបស់គាត់មួយកំបិតពេញទំហឹងអ្វីដែលគួរឲ្យតក់ស្លុតនោះគឺរាងកាយរបស់ស្ត្រីចំណាស់ម្នាក់នោះមិនដួលស្លាប់ដូចមនុស្សធម្មតាទេតែបែរជារលាយបាត់ទៅនៅក្នុងខ្យល់ដូចជាសត្វខ្លាហើយនឹងពស់កាលពីលើកមុនយ៉ាងដូច្នោះនៅត្រង់កន្លែងដែលគាត់បានឈរនឹងមិនមានបន្សល់ទុកសាកសពអ្វីនោះទេតែបែរជាមានដុំថ្មភ្លឺមួយដុំដែលមានពន្លឺចែងចាំងពូលៀបក៏បានរើសយកដុំថ្មនោះមកទុកដោយដឹងថាវាគឺជាដុំថ្មដែលស័ក្តិសិទ្ធិសង្គ្រាមគឺមិនត្រូវបានទាន់បញ្ចប់ទេគ្រាន់តែស្ត្រីចំណាស់ម្នាក់រលាយបាត់ភ្លាមសំឡេងកកកុញនិងសំរែកឆេកបានបន្លឺឡើងពេញព្រៃហ្វូងស្វារាប់សិបក្បាលបានលោតចុះពីលើដើមឈើនិងផ្ទាំងថ្មមកឡោមព័ទ្ធពួកគេអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺមេស្វាហ្វូងឬក៏ស្វាយក្សមួយក្បាលដែលមានទំហំខ្លួនធំជាងស្វាធម្មតាដល់ទៅ2ដងនិងមានភ្នែកពណ៌ក្រហមឆ្អៅវាមានកម្លាំងខ្លាំងនិងរហ័សរហួនណាស់ដោយវាបានលោតពីថ្មមួយទៅថ្មមួយទៀតដើម្បីរកឱកាសវាយប្រហារនាយដែនបាននឹកឃើញដល់ពាក្យបណ្ដាំរបស់គ្រូពូមឿនថាបើជួបពួកបិសាចជាហ្វូងត្រូវកម្ចាត់មេរបស់វាជាមុនទើបកូនចៅវារលាយបាត់
ពួកគេទាំងពីរនាក់ក៏បានងក់ក្បាលដាក់គ្នាជាសញ្ញាពូលៀបបានព្យាយាមតាក់ទាញចំណាប់អារម្មណ៍ពួកស្វាតូចៗឯនេះដែនបានផ្ដោតអារម្មណ៍ទៅលើសត្វស្វាដែលមានភ្នែកក្រហមដ៏ធំនោះនៅពេលដែលមេវងស្វានោះបានលូតចុះមកត្រៀមខំពូលៀបនិងនេដែនដែលលាក់ខ្លួននៅពីក្រោយផ្ទាំងថ្មបានស្ទុះចេញមកយ៉ាងលឿនហើយប្រើកាំបិតអាគមដែលចាក់ចំក្បាលឬដងខ្លួនវាយ៉ាងពេញទំហឹងគ្រាន់តែត្រូវមួយកាំបិតនេះភ្លាមស្វាយៈនោះក៏ដួលហើយរលាយបាត់ទៅវិញភ្លាមគ្រាន់តែមេរលាយបាត់កូនស្វាដទៃទៀតក៏បាត់រូបរាងតាមក្រោយដែរនៅកន្លែងដែលមេវងស្វានោះរលាយបាត់បានបន្សល់ទុកនៅចង្កូមស្វាមួយគូនេះដែរនឹងពូលៀបក៏បានរើសចង្កូមស្វានោះមកទុកទៀតដោយពួកគេគិតថានេះគឺជាការសាកល្បងនិងជាការប្រគល់របស់ទិព្វពីសំណាក់គ្រូរបស់ពួកគេបន្ទាប់ពីឆ្លងកាត់ការប្រយុទ្ធជាមួយនឹងហ្វូងស្វានិងទទួលបានចង្កូមស្វាជាវត្ថុស័ក្តិសិទ្ធិរួចមកពូលៀបនិងនេដែនក៏បាននាំគ្នាទៅអង្គុយសម្រាកនៅលើផ្ទាំងថ្មដ៏ធំមួយដើម្បីយកកម្លាំងទោះបីជាយ៉ាងណាក៏ដោយចិត្តរបស់ពួកគេមិនទាន់បានស្ងប់នៅឡើយទេព្រោះពួកគេដឹងច្បាស់ថាការសាកល្បងនៅលើភ្នំខ្មោចនេះមិនទាន់បញ្ចប់ត្រឹមនេះទេភាពស្ងប់ស្ងាត់បានត្រឹមតែមួយសន្ទុះក៏ស្រាប់តែមានសំឡេងរន្ជួយដីដិបដូចជាមានសត្វធំកំពុងដើរសម្ដៅមករកពួកគេទាំងពីរនាក់មិនយូរប៉ុន្មានសត្វដំរីមួយក្បាលបានបង្ហាញខ្លួនឡើងដំបូងឡើយវាមានរូបរាងតូចល្មមអាចចូលតាមច្រកឡាងបានប៉ុន្តែនៅពេលដែលដើរចូលមកដល់ខាងក្នុងបរិវេណដែលពួកគេបានស្នាក់នៅរូបរាងរបស់វាក៏ប្រែជាធំឡើងខុសពីធម្មតាហាក់ដូចជាប៉ុនដំរីព្រៃពេញវ័យអ្វីដែលធ្វើឲ្យពូលៀបនិងនេដែនចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺភ្លុករបស់វាមិនមែនពណ៌សដូចដំរីទូទៅទេប៉ុន្តែវាមានភ្លុកពណ៌ខ្មៅក្រែមរលោបរលោងនិងបញ្ចេញរស្មីចម្លែកខុសពីដំរីធម្មតាដំរីនោះមានចរិតកាចសាហាវវាបានក្រវីក្បាលនិងប្រើប្រម៉ោយវាយទៅលើនាយដែនធ្វើឲ្យគេត្រូវដួលយ៉ាងត្រដាប់ត្រដួសដោយដឹងថាគ្រាប់កាំភ្លើងមិនអាចធ្វើអ្វីទៅលើសត្វនេះបានពូលៀបក៏បានស្រែកប្រាប់នាយដែនឲ្យប្រើកាំបិតស្នៀតដដែលទៅនាយដែនបានរត់ទៅខាងក្រោយហើយលោតទៅចាក់នៅលើដងខ្លួនដំរីនោះភ្លាមនោះរាងកាយដ៏ធំក៏រលាយបាត់ទៅបន្សល់ទុកតែភ្លុកដ៏ខ្មៅមួយគូនៅលើដីពួកគេក៏បានរើសវាយកមកទុកដោយសេចក្តីត្រេកអរជាពន់ពេកមិនទាន់ទាំងបានប៉ុន្មានផងខណៈដែលពួកគេកំពុងតែពិនិត្យមើលភ្លុកដ៏ខ្មៅសំឡេងសត្វមួយប្រភេទទៀតក៏បានបន្លឺឡើងលើកនេះគឺជាសត្វជ្រូកព្រៃមួយក្បាលដែលមានទំហំធំសម្បើមនិងមានកែវភ្នែកក្រហមឆ្អៅអ្វីដែលគួរឲ្យខ្លាចជាងសត្វជ្រូកនោះទៅទៀតគឺនៅលើខ្នងរបស់វាមានស្រមោលខ្មៅមួយដែលមើលទៅដូចជាវិញ្ញាណខ្មោចកំពុងជិះបញ្ជាសត្វជ្រូកព្រៃនោះពូលៀបដែលជាអ្នកមានបទពិសោធន៍បានមើលឃើញថានេះមិនមែនជាជ្រូកព្រៃធម្មតាទេតែជាការសម្ដែងឫទ្ធិអំណាចរបស់គ្រូឬម្ចាស់ទឹកម្ចាស់ដីដែលនៅក្នុងព្រៃនេះគាត់បានប្រាប់ទៅនាយដែនថាកុំឲ្យវាយជ្រូកព្រៃនឹងអីត្រូវកម្ចាត់ស្រមោលខ្មៅដែលជិះលើខ្នងវាថាហើយអ្នកទាំងពីរក៏បានពុះពៀចូលទៅគៀកខណៈដែលជ្រូកនោះកំពុងសម្រុកចូលមកប៉ុនប៉ងជុលពូលៀបហើយគាត់ក៏បានគេចផុតរួចក៏ស្ទុះទៅចាក់ស្រមោលខ្មៅនៅលើខ្នងនោះទៅគ្រាន់តែចាក់ត្រីភ្លាមស្រមោលនិងជ្រូកព្រៃក៏រលាយបាត់ដូចផ្សែង
បន្សល់ទុកនៅផ្នែកជ្រូកដ៏ស័ក្តិសិទ្ធិមួយនៅទីនោះការលបងវិជ្ជាក៏នៅតែបន្តឥតឈប់ឈរនៅពេលដែលពួកគេហត់អស់កម្លាំងស្ទើរតែដួលសន្លប់ទៅហើយនោះស្រាប់តែមានហ្វូងសត្វចម្លែកមួយក្រុមទៀតបានរត់ចូលមកពួកវាមានរូបរាងដូចជាសត្វឆ្កែព្រៃប៉ុន្តែអ្វីដែលចម្លែកគឺក្បាលរបស់វាមានទំហំធំខុសពីដងខ្លួនខ្លាំងណាស់មើលទៅគឺដូចជាក្បាលខ្លាឬក៏តោបំពាក់ពីលើខ្លួនឆ្កែពួកវាមានគ្នាប្រមាណជា20ក្បាលបានរត់មកឡោមព័ទ្ធពូលៀបនិងនាយដែននៅក្នុងចំណោមនោះមានមួយក្បាលដែលធំជាងគេគឺជាមេវងនាយដែនដែលមានភាពរហ័សរហួនបានប្រើវិជ្ជាលោតផ្លោះទៅលើផ្ទាំងថ្មដើម្បីគេចពីការខំរបស់ពួកវាហើយគាត់ក៏បានតម្រង់គោលដៅទៅរកមេហ្វូងនោះគាត់បានប្រើកាំបិតស្នៀតចាក់ចំក្បាលដ៏ធំរបស់វាពេលមេហ្វូងត្រូវរបួសនិងរលាយបាត់កូនចៅរបស់វាក៏រលាយបាត់តាមក្រោយអស់ទៅអ្វីដែលបន្សល់ទុកគឺជាធ្មេញឆ្កែព្រៃដែលជាវត្ថុមានឫទ្ធិអំណាចបំផុតក្រោយពីឆ្លងកាត់ការប្រយុទ្ធជាបន្តបន្ទាប់ទាំង3ដំណាក់កាលនេះដំរីភ្លុកខ្មៅជ្រូកព្រៃជីកដោយខ្មោចនិងឆ្កែព្រៃក្បាលធំធំពូលៀបនិងនេដែនពួកគេក៏បានចាប់ផ្ដើមយល់ច្បាស់ថាគ្រប់យ៉ាងដែលកើតឡើងតាំងពីក្បាលប្រលប់មកមិនមែនជាការយីយីដើម្បីយកជីវិតនោះទេប៉ុន្តែវាគឺជាការប្រគល់របស់និងការសាកល្បងមុនវិជ្ជាតែប៉ុណ្ណោះពីសំណាក់វិញ្ញាណក្ខន្ធរបស់ពូមឿនដែលចង់ឲ្យសិស្សទាំងពីរទទួលបានរបស់ស័ក្តិសិទ្ធិទាំងនេះការយករបស់ទាំងនេះគឺដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍និងការពារខ្លួននៅថ្ងៃមុខពួកគេក៏បានលើកដៃសំពះទៅកាន់ទីងងឹតដើម្បីសម្ដែងការដឹងគុណទៅដល់គ្រូរបស់ពួកគេបន្ទាប់ពីបានឆ្លងកាត់ការប្រយុទ្ធដ៏ស្វិតស្វាញនេះរួចមកនិងនឿយហត់អស់កម្លាំងស្ទើរតែដាច់ខ្យល់ជាមួយហ្វូងសត្វចម្លែកជាច្រើនប្រភេទរាប់តាំងពីខ្លាដំបងពស់វែកស្វាដំរីជ្រូកព្រៃហើយនិងសត្វឆ្កែព្រៃធំធំរួចមកនោះពេលវេលាក៏បានឈានចូលដល់ពាក់កណ្ដាលអធ្រាត្របាត់ទៅហើយប្រហែលជាម៉ោង12កន្លះឬក៏ម៉ោង1រំលងអធ្រាត្រទៅហើយបរិយាកាសនៅលើភ្នំខ្មោចនោះដែលធ្លាប់តែពោពេញទៅដោយសំឡេងស្រែកហ៊ោកញ្ជ្រៀវហើយនឹងការវាយប្រហារដ៏កាចសាហាវនោះវាក៏បានប្រែក្លាយទៅជាស្ងប់ស្ងាត់មួយរំពេចតែម្ដងភាពស្ងប់ស្ងាត់នេះវាស្ងប់រហូតទៅដល់ថ្នាក់ពូលៀបនិងនេដែនអាចឮសំឡេងដង្ហើមហត់ហើយនឹងសំឡេងបេះដូងលោតរបស់ខ្លួនឯងបានខណៈពេលដែលអ្នកទាំងពីរគិតថាប្រហែលជាត្រូវប្រឈមមុខនឹងសត្វចម្លែកដ៏ធំជាងនេះនៅវគ្គបន្ទាប់ក៏ស្រាប់តែមានពន្លឺពណ៌មាសមួយបានលេចឡើងនៅត្រង់កំពូលភ្នំហើយធ្វើដំណើរអណ្ដែតចុះមកកាន់តែចិត្តពួកគេតែម្ដងនេះដែនដែលជាមនុស្សចិត្តក្តៅនិងនៅមានការភ័យខ្លាចបានស្ទុះទៅយកកាំភ្លើងបំរុងនឹងបាញ់ទៅលើពន្លឺនោះព្រោះគិតថាជាឧបាយកលរបស់ពពួកបិសាចទៀតប៉ុន្តែពូលៀបបានខាត់ដៃមិត្តភ័ក្តិរបស់គាត់ទាន់ពេលវេលាដោយគាត់សង្កេតឃើញថាពន្លឺនេះមានភាពត្រជាក់ភ្នែកនិងមិនមានសញ្ញានៃការគំរាមកំហែងឡើយនៅពេលពន្លឺនោះបានជិតចូលមកដល់រូបរាងពិតប្រាកដក៏បានបង្ហាញច្បាស់វាគឺជាព្រះសង្ឃធុដងមួយអង្គដែលមានរូបរាងសង្ហាស្បែកភ្លឺថ្លានិងមានទឹកមុខប្រកបដោយមេត្តាធម៌ព្រះសង្ឃអង្គនោះមិនបានដើរលើដីទេគឺព្រះអង្គហោះអណ្ដែតពីលើបន្តិចម្ដងហើយស្ពាយថង់យាមមួយនៅខាងស្មាខាងឆ្វេងមកដល់ចំពោះមុខពូលៀបនិងនេដែនព្រះសង្ឃមិនបានមានសង្ឃដីកាអ្វីច្រើនទេ
គ្រាន់តែសម្លឹងមើលទៅពួកគេទាំងពីរដោយស្នាមញញឹមរួចក៏ដាក់ថង់យាមនោះចុះនៅលើផ្ទាំងថ្មដ៏ធំមួយដែលពួកគេធ្លាប់អង្គុយភ្លាមនោះរូបរាងរបស់ព្រះសង្ឃក៏ចាប់ផ្ដើមរសាត់បាត់ទៅដូចជាផ្សែងនៅពេលនោះហើយដែលពូលៀបនិងនាយដែនមានអារម្មណ៍មួយនៅក្នុងចិត្តយ៉ាងច្បាស់ថាព្រះសង្ឃអង្គនេះមិនមែនជាព្រះសង្ឃធម្មតាដែលនិមន្តបិណ្ឌបាតនៅពេលយប់នោះទេប៉ុន្តែគឺជារូបនិមិត្តឬជាបារមីរបស់គ្រូដើមរបស់ពួកគេគឺជាពូមឿនពួកគេបានយល់ធ្លុះនៅការពិតទាំងអស់ដែលព្រឹត្តិការណ៍យប់នេះបានកើតឡើងការពិតគឺថាគ្រប់សត្វចម្លែកនិងអសុរកាយទាំងអស់ដែលពួកគេបានជួបប្រទះនិងប្រយុទ្ធតាំងពីប្រលប់មកនោះមិនមែនជាសត្វពិតឬខ្មោចព្រៃដែលមកយាយីផ្ដាច់ជីវិតពួកគេទាំងនោះទេវាគឺជាវិញ្ញាណសាកល្បងដែលពូមឿនបានរៀបចំទុកមុនពេលដែលគាត់ស្លាប់ឬកើតជាឫទ្ធិអំណាចនៃវត្ថុស័ក្តិសិទ្ធិទាំងអស់នោះរបស់ទិព្វនីមួយៗដូចជាភ្លុកដំរីខ្មៅថ្មភ្លឺចង្កូមស្វាបានក្រឡាខ្លួនជាសត្វសាហាវដើម្បីការពារខ្លួនវានិងដើម្បីសាកល្បងចិត្តសិស្សប្រសិនបើពូលៀបនិងនាយដែនភ័យខ្លាចហើយរត់ចុះពីលើភ្នំពួកគេនឹងមិនទទួលបាននៅរបស់ទាំងនេះទេប្រសិនបើពួកគេមិនមានសមត្ថភាពនិងមិនចេះប្រើវិជ្ជាដែលរៀនពីមុនមកនោះទេពួកគេក៏មិនអាចយកឈ្នះទៅលើសត្វទាំងអស់នោះបាននោះដែរការដែលពួកគេហ៊ានតស៊ូប្រយុទ្ធនិងមិនរត់ចោលគ្នានោះគឺជាការបញ្ជាក់ថាពួកគេគឺមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបាននូវមរតកវិជ្ជានិងរបស់ស័ក្តិសិទ្ធិទាំងអស់នេះនៅមុនពេលដែលពួកគេបើកមើលថង់យាមដែលព្រះសង្ឃបាននិមិត្តនិងបន្សល់ទុកនោះពួកគេក៏បានឃើញមានក្បួនតម្រានិងសៀវភៅមន្តអាគមកម្រជាច្រើនក្បាលតែកាលពីពូមឿនរស់នៅគាត់មិនទាន់បានបង្រៀនឬមិនទាន់ដល់ពេលប្រគល់ឲ្យនោះទេនេះគឺជាសម្បត្តិវប្បធម៌និងជាចំណេះដឹងចុងក្រោយដែលបន្សល់ទុកឲ្យសិស្សពូលៀបនិងនាយដែនបានលុតជង្គង់ចុះហើយលើកដៃសំពះទៅកាន់ទីងងឹតនិងថង់យាមនោះដោយទឹកភ្នែករលីងរលោងពួកគេដឹងថាទោះបីជាពូមឿនស្លាប់ទៅហើយក្តីក៏វិញ្ញាណក្ខន្ធនិងបារមីរបស់គាត់នៅតែតាមថែរក្សានិងបង្រៀនពួកគេជានិច្ចនៅយប់នេះគឺជាយប់ដែលពួកគេបានបញ្ចប់ការសិក្សាយ៉ាងពិតប្រាកដនៅលើកំពូលភ្នំខ្មោចនេះបន្ទាប់ពីបានឆ្លងកាត់រាត្រីដ៏សែនរន្ធត់និងទទួលបាននៅរបស់ស័ក្តិសិទ្ធិគ្រប់យ៉ាងហើយរួមមានភ្លុកដំរីខ្មៅថ្មភ្លឺចង្កូមស្វាធ្មេញឆ្កែព្រៃនិងក្បួនតម្រាថង់យាមរបស់ព្រះសង្ឃនិមិត្តពីវិញ្ញាណក្ខន្ធពូមឿនរួចមកពូលៀបនិងនាយដែនមិនបានប្រញាប់ប្រញាល់ចុះពីលើកំពូលភ្នំភ្លាមនោះទេពួកគេបានសម្រេចចិត្តស្នាក់នៅលើកំពូលភ្នំខ្មោចនោះចំនួនមួយសប្តាហ៍បន្ថែមទៀតគឺដើម្បីសិក្សាស្វែងយល់ហើយនឹងទន្ទិញឲ្យចាំស្ទាត់នៅមន្តអាគមថ្មីដែលមាននៅក្នុងសៀវភៅក្បួនតម្រាដែលគ្រូបានបន្សល់ទុកនៅក្នុងរយៈពេលនេះពួកគេហាក់ដូចជាបានក្លាយទៅជាមនុស្សថ្មីដែលពោរពេញទៅដោយសមត្ថភាពហើយនឹងភាពជឿជាក់ជាខ្លាំងលុះដល់ពេលកំណត់ពួកគេទាំងពីរនាក់ក៏បានរៀបចំខ្លួនហើយប្រមូលវត្ថុស័ក្តិសិទ្ធិទាំងអស់ដាក់នៅក្នុងថង់យាមរួចក៏ធ្វើដំណើរចុះពីលើភ្នំតម្រង់ទៅកាន់ភូមិអ្នកស្រុកដែលនៅជើងភ្នំការត្រឡប់មកវិញលើកនេះមិនដូចជាពេលដែលពួកគេមកដោយដៃទទេនិងអស់សង្ឃឹមនោះទៀតទេ
ពួកគេមកនៅក្នុងនាមជាគ្រូដែលមានវិជ្ជាពេញខ្លួនគ្រាន់តែពួកគេទាំងពីរឈានជើងដល់នៅក្នុងភូមិភ្លាមក៏ស្រាប់តែមានលោកអ៊ំប្រុសម្នាក់រត់មករកពួកគេទាំងពីរដោយមុខស្លន់ស្លោនិងអង្វរករឲ្យជួយលោកអ៊ំម្នាក់នោះបានរៀបរាប់ទាំងទឹកភ្នែកថាប្រពន្ធរបស់គាត់មានជំងឺចម្លែកម្យ៉ាងគឺគាត់ស្គមរីងរៃសល់តែស្បែកក្របដណ្ដប់ឆ្អឹងហើយមិនអាចនិយាយស្ដីបានហើយដេកនៅតែលើកន្ទេលអស់រយៈពេលជាយូរមកហើយហាក់ដូចជាត្រូវអំពើគេឬមានវិញ្ញាណអាក្រក់មកសន្ធិដ្ឋយ៉ាងអញ្ចឹងគាត់បានព្យាយាមរកគ្រូជាច្រើនមកមើលតែមិនជាសោះដោយចិត្តមេត្តានិងចង់សាកល្បងវិជ្ជាដែលទើបតែសម្រេចពូលៀបនិងនេដែនក៏បានយល់ព្រមទៅមើលជំងឺនោះពេលទៅដល់ផ្ទះលោកអ៊ំពួកគេបានឃើញស្ត្រីចំណាស់ម្នាក់ដេកស្ដោកស្ដឹងដូចជាសះសពនេដែនបាននឹកឃើញទៅដល់ឫសឈើដែលគាត់បានទទួលឬក៏រកឃើញនៅលើភ្នំតាមការណែនាំនៅក្នុងក្បួនតម្រារបស់ពូមឿនគាត់បានយកឫសឈើនោះមកសូត្របាលីផ្លុំហើយយកទៅប៉ះឬត្រដុសទៅលើរាងកាយរបស់អ្នកជំងឺអស្ចារ្យណាស់គ្រាន់តែឫសឈើនោះប៉ះត្រូវខ្លួនអ្នកជំងឺភ្លាមស្ត្រីចំណាស់ម្នាក់នោះហាក់ដូចជាមានកម្លាំងព្រឹសឡើងវិញមកគាត់ក៏ចាប់ផ្ដើមបើកភ្នែកអាចកម្រើកដៃជើងនិងអាចក្រោកអង្គុយបានភ្លាមអ្វីដែលអស្ចារ្យជាងនោះគឺគាត់អាចនិយាយស្ដីបានយ៉ាងច្បាស់ដោយពោលពាក្យថាខ្ញុំឃ្លានបាយទាំងដែលគាត់មិនអាចនិយាយរាប់ខែបានមកហើយលោកអ៊ំជាប្តីនិងជាអ្នកភូមិដែលចោមរមើលបានសម្ដែងការភ្ញាក់ផ្អើលហើយនឹងត្រេកអរជាខ្លាំងពួកគេបាននាំគ្នាកោតសរសើរទៅដល់ពូលៀបនិងនេដែនថាជាគ្រូស័ក្តិសិទ្ធិជាអ្នកដែលមានបុណ្យមកប្រោសសត្វដំណឹងនេះបានល្បីសុសសាយពេញភូមិធ្វើឲ្យអ្នកដែលមានទុក្ខកង្វល់និងមានជំងឺផ្សេងនាំគ្នាគោរពនិងមកពឹងពាក់អ្នកទាំងពីរជាហូរហែបើទោះបីជាពូលៀបនិងនេដែនមិនអាចយកគ្រួសារចាស់ប្រពន្ធកូនត្រឡប់មកវិញបានក៏ដោយប៉ុន្តែនៅទីបញ្ចប់ពួកគេក៏បានរកឃើញផ្លូវជីវិតថ្មីមួយទៀតនោះគឺការប្រើចំណេះដឹងវិជ្ជាដែលខិតខំរៀនទាំងលំបាកនិងត្រូវលះបង់ស្ទើរតែពាក់កណ្ដាលជីវិតដើម្បីជួយសង្គ្រោះអ្នកដទៃហើយនឹងកសាងអំពើល្អពួកគេក៏បានក្លាយទៅជាទីពឹងរបស់អ្នកភូមិហើយនឹងបន្តតំណែងជាគ្រូមន្តអាគមដ៏ល្បីល្បាញប្រចាំតំបន់ភ្នំខ្មោចនោះដោយស្នងមរតកពីពូមឿនយ៉ាងពិតប្រាកដមែនក្រោយពីគេឈ្មោះរបស់ពូលៀបនិងនេដែនបានល្បីសុសសាយថាជាគ្រូស័ក្តិសិទ្ធិប្រចាំភូមិជើងភ្នំសេចក្តីសុខសាន្តរបស់ពួកគេមានរយៈពេលមិនបានប៉ុន្មានខែឡើយនៅរាត្រីមួយដែលគ្មានព្រះច័ន្ទខ្យល់ក៏បក់បោកខ្លាំងខុសពីធម្មតាសំឡេងឆ្កែលូនៅក្នុងភូមិក៏បានបន្លឺឡើងព្រមគ្នាដែលជាសញ្ញានៃការមកដល់នៃពពួកអមនុស្សឬក៏អ្នកដែលមានរបស់មិនល្អជាប់ខ្លួនវាគឺជាក្រុមចៅដ៏ល្បីឈ្មោះមួយក្រុមដែលដាក់ឈ្មោះថាក្រុមចៅខ្លាខ្មៅក្រុមចៅនេះមិនមែនជាចៅធម្មតាដែលប្រើតែកាំភ្លើងឬក៏កំបិតនោះទេប៉ុន្តែពួកគេត្រូវបានដឹកនាំដោយមេខ្លោងម្នាក់ឈ្មោះគ្រូអាគមឆៃតែល្បីថាមានមន្តវិជ្ជាស្ដោះគ្រាប់បាញ់មិនចូលនិងវិជ្ជាសណ្ដំសត្វគោលដៅរបស់ពួកគេគឺប្លន់យកហ្វូងគោក្របីរាប់រយក្បាលរបស់អ្នកភូមិដើម្បីយកទៅលក់នៅឯព្រំដែននៅយប់នោះ
ក្រុមចៅបានចូលមកដល់ក្រោលគោធំរបស់អ្នកភូមិម្នាក់ដែលជាសេដ្ឋីប្រចាំភូមិជំនួសឲ្យការប្រើអំពើហិង្សាគ្រូអាគមឆៃក៏បានយកអង្ករពិសេសមួយក្តាប់មកសូត្របាលីរួចក៏បាចទៅលើដំបូលផ្ទះនិងចូលទៅក្នុងក្រោលភ្លាមនោះម្ចាស់ផ្ទះនិងអ្នកដែលយាមកំពុងតែដេកក៏លង់លក់នៅក្នុងដំណេកយ៉ាងយប់ជ្រៅហាក់ដូចជាស្លាប់យ៉ាងអញ្ចឹងចំណែកឯហ្វូងគោរាប់រយក្បាលមិនបានភ្ញាក់ផ្អើលឬក៏រោនោះទេតែបែរជាចេញពីក្រោលតាមការដឹកនាំរបស់ចៅយ៉ាងរលូនហាក់ដូចជាត្រូវមុនសណ្ដំចិត្តយ៉ាងអញ្ចឹងប៉ុន្តែសំណាងល្អដែលក្មេងខ្មៀលគោដែលដេកនៅខ្ទមខាងក្រៅបានឃើញហេតុការណ៍ហើយរត់ទៅប្តឹងពូលៀបនិងនេដែនអ្នកទាំងពីរបានមកដល់កន្លែងកើតហេតុទាន់ពេលនេដែននៅចិត្តក្តៅក៏បានស្ទុះទៅខាត់ក្រុមចៅម្នាក់ក៏បានបាញ់កំភ្លើងទៅលើនេដែនប៉ុន្តែដោយសារតែបារមីគ្រូនិងរបស់ជាប់ខ្លួនគ្រាប់កំភ្លើងមិនអាចធ្វើឲ្យនេដែនរបួសទេគ្រាន់តែធ្វើឲ្យគេត្រូវថយក្រោយប៉ុណ្ណោះឃើញដូច្នេះគ្រូអាគមឆៃក៏បានសើចចំអកហើយក៏បានសូត្របាលីផ្លុំដាក់ទៅលើនេដែនធ្វើឲ្យគាត់មានអារម្មណ៍វិលមុខនិងទន់ដៃទន់ជើងចំណែកឯពូលៀបនៅពេលដែលគាត់បានឃើញស្ថានភាពមិនស្រួលកើតឡើងគាត់ក៏បានយកដុំថ្មភ្លឺដែលបានពីស្ត្រីចំណាស់នៅលើភ្នំមកកាន់រួចក៏បញ្ជាពន្លឺទៅលើមុខចៅធ្វើឲ្យពូគេស្រវាំងភ្នែករួចឆ្លៀតឱកាសអូសដៃនេដែនរត់គេចខ្លួនសិនដើម្បីរៀបចំផែនការចំណែកឯក្រុមចៅពួកគេក៏បានសម្រេចចិត្តដកថយក្រោយសិនដោយបន្សល់ទុកនៅពាក្យសម្ដីថានឹងត្រឡប់មកវិញនៅថ្ងៃស្អែកដើម្បីយកគោក្របីឲ្យអស់ពីភូមិនៅព្រឹកថ្ងៃបន្ទាប់អ្នកភូមិទាំងឡាយដែលមានការភ័យខ្លាចជាខ្លាំងនោះពួកគេក៏បានមកប្រជុំគ្នានៅឯផ្ទះរបស់ពូលៀបដែលជាមនុស្សមានគំនិតនិងចិត្តត្រជាក់បានចាប់ផ្ដើមរៀបចំផែនការយ៉ាងល្អិតល្អន់បំផុតគាត់ដឹងថាបើប្រើកម្លាំងបាយសុទ្ធគឺมันអាចយកឈ្នះទៅលើពួកក្រុមចោរទាំងអស់នោះទាំងដែលពួកគេមានអាគមនោះទេពូលៀបគាត់ក៏បានបញ្ជាឲ្យអ្នកភូមិចម្លៀសស្ត្រីកុមារនិងគោក្របីទាំងអស់ឲ្យទៅលាក់ខ្លួននៅខាងក្នុងជ្រលងភ្នំក្រោយវត្តដែលជាកន្លែងដែលមានបារមីការពារខ្ពស់គាត់ក៏បានយកភ្លុកដំរីខ្មៅទៅកាន់ច្រកផ្លូវចូលជ្រលងនោះដើម្បីបង្កើតជារបាំងការពារមើលមិនឃើញឡើយនៅទីនោះបើសិនជាចៅហ៊ានចូលនឹងមានអារម្មណ៍ដូចជាវង្វេងនៅក្នុងព្រៃឬក៏ឃើញជារូបដំរីមករារាំងពូលៀបគាត់ក៏បានប្រាប់នីដែនថាឯងពូកែខាងវេលុកឯងត្រូវប្រើចង្គង់ស្វាដើម្បីបង្កើតជាល្បិចកលឯងត្រូវដឹកនាំយុវជនក្លាហាន5នាក់ទៅពួននៅផ្លូវខាងក្រោមនៅពេលដែលពួកវាចូលមកត្រូវប្រើចង្គង់ស្វានោះគោះគ្នាដើម្បីបង្កើតជាសំឡេងទ័ពស្វាហើយនឹងធ្វើឲ្យពួកវាបែកអារម្មណ៍ចំណែកឯពូលៀបខ្លួនឯងគាត់នឹងរងចាំនៅកណ្ដាលភូមិជាមួយនឹងក្បួនតម្រាដែលបានពីថងយាមព្រះសង្ឃនិមិត្តគាត់នឹងរៀបចំពិធីហៅព្រលឹងដើម្បីទប់ទល់នឹងមុនសណ្ដំរបស់គ្រូអាគមឆៃនោះយប់ស្អែកក៏បានមកដល់ក្រុមចៅខ្លាខ្មៅក៏បានត្រឡប់មកវិញមែនដោយមានច្រើនគ្នាជាងមុនចំណែកឯគ្រូអាគមឆៃនោះបានជិះសេះនាំមុខដោយមានទំនុកចិត្តយ៉ាងខ្លាំងណាស់ពេលមកដល់ច្រកចូលភូមិស្រាប់តែមានសំឡេងស្រែកហ៊ោកញ្ជ្រៀវដូចជាសត្វស្វាអើងកងរួមទាំងមានដុំថ្មនិងព្រួញបាញ់ចេញពីព្រៃងងឹតនោះ
នេះគឺជាស្នាដៃរបស់នាយដែនហើយនឹងក្រុមយុវជនទាំងអស់នៅក្នុងភូមិក្រុមចៅមួយក្រុមដែលមានគ្នាប្រមាណជា10នាក់ក៏បានភ័យស្លន់ស្លោប៉ុន្តែគ្រូអាគមឆៃវិញបានស្រែកសូត្របាលីបង្កើតជាខ្យល់កំបុតត្បូងបក់បោកទៅលើព្រៃដើម្បីបំបែកកម្លាំងរបស់នាយដែននៅពេលដែលពួកគេឃើញឱកាសល្អនាយដែនក៏បានលោតចេញមកប្រយុទ្ធផ្ទាល់គាត់បានប្រើកាំបិតស្នីតប្រយុទ្ធជាមួយនឹងកូនចៅចៅរាល់ពេលដែលកាំបិតរបស់នាយដែនប៉ះត្រូវអាវុធរបស់ចៅអាវុធទាំងនោះហាក់ដូចជាបាក់ឬក៏អស់រឹតភ្លាមដោយសារអំណាចនៃកាំបិតដែលធ្លាប់តែចាក់ខ្លាដំបងមួយក្បាលនោះបើទោះបីជាយ៉ាងណាក៏ដោយគ្រូអាគមឆៃមិននៅស្ងៀមនោះទេគេបានចុះទៅលើសេះហើយដកក្រមុនមុនមកលាបលើថ្ងាសរួចសូត្រហៅព្រាយក្បាល8ដែលជាវិញ្ញាណអាក្រក់ឲ្យមកវាយប្រហារជាមួយនឹងនាយដែនស្រមោលខ្មៅមួយដែលធំវាក៏បានលេចចេញមកហើយក៏បានបំរុងសង្កត់ទៅលើនាយដែនភ្លាមនៅពេលនោះពូលៀបដែលរងចាំនៅកណ្ដាលភូមិបានចាប់ផ្ដើមសូត្រធម៌តាមក្បួនដំរាគាត់បានយកធ្មេញឆ្កែព្រៃដែលបានពីការសាកល្បងមុនវិជាមកត្រាំនៅក្នុងទឹកមុនរួចប្រោះទៅលើអាកាសភ្លាមនោះក៏ស្រាប់តែមានពន្លឺពណ៌សមួយបានហោះចេញពីផ្ទះដែលពូលៀបកំពុងតែអង្គុយបង្កើតរូបរាងដូចជាស្ដេចឆ្កែព្រៃយ៉ាងធំហោះទៅខាំកព្រាយក្បាល8របស់ចៅការប្រយុទ្ធគ្នារវាងមុនសនិងមុនអាគមខ្មៅក៏បានធ្វើឲ្យផ្ទៃមេឃមានពណ៌ពន្លឺផ្លេកបន្ទោឆ្វេងឆ្វាចគ្រូអាគមឆៃដែលឃើញវិញ្ញាណរបស់ខ្លួនត្រូវគេកំចាត់ក៏មានកំហឹងទៅនឹងពួកគេជាខ្លាំងគេក៏បានដកកាំបិតគ្រូខ្មោចដើរសំដៅទៅរកពូលៀបចំណែកឯពូលៀបគាត់មិនបានកិច្ចនោះទេគាត់បានឈរយ៉ាងនឹងណោនិងដកដុំថ្មភ្លឺចេញមកនៅពេលដែលគ្រូអាគមឆៃស្ទុះចូលមកកាប់ពូលៀបក៏បានលើកដុំថ្មឡើងហើយបានសូត្របាលីថាអ្នកមោពុទ្ធោភ្លើងអាគីក៏បានជះចេញពីដុំថ្មធ្វើឲ្យគ្រូអាគមឆៃស្រែកធ្ងោដោយការឈឺចាប់ព្រោះវិញ្ញាណអាគមងងឹតរបស់គេគឺចាញ់ពន្លឺនេះខ្លាំងណាស់ស្បែកដែលធ្លាប់តែគង់ក៏ហាក់ដូចជាត្រូវភ្លើងរលាកឆេះអស់ទៅហើយឆ្លៀតឱកាសនោះនាយដែនគេក៏បានរត់មកដល់ហើយប្រើកាំបិតស្នៀតរបស់ខ្លួនភ្ជង់ទៅលើគ្រូអាគមចៅដោយស្រែកថាឈប់ភ្លាមបើមិនចង់ស្លាប់ដកអាគមឯងចេញឲ្យអស់ទៅកូនចៅដទៃទៀតពេលឃើញមេខ្លួនចាញ់ក៏នាំគ្នារត់បាត់ជើងសព្រាតពូលៀបបានដើរចូលមកហើយប្រើទឹកមុនដែលបានរៀបចំលាងជំរះមន្តអាគមពីខ្លួនគ្រូអាគមឆៃធ្វើឲ្យគេក្លាយជាមនុស្សធម្មតាដែលគ្មានកម្លាំងក្រុមចោរដែលនៅសេសសល់ក៏ត្រូវបានអ្នកភូមិចាប់ខ្លួនបានទាំងអស់ក្រោយព្រឹត្តិការណ៍នោះអ្នកភូមិទាំងមូលក៏បានរៀបចំពិធីបាយសីសូមសេចក្តីសុខហើយនឹងអរគុណទៅដល់ពូលៀបនិងនាយដែនគេឈ្មោះរបស់ពូគេក៏មិនត្រឹមតែជាគ្រូព្យាបាលជំងឺទេតែក៏ជាអ្នកការពារភូមិដ៏អង់អាចវត្ថុស័ក្តិសិទ្ធិទាំងប៉ុន្មានដែលពួកគេបានពីកំពូលភ្នំខ្មោចនោះដែលមានដូចជាភ្លុកដំរីខ្មៅថ្មភ្លឺចែងចាំងចង្កូមស្វាហើយនឹងធ្មេញឆ្កែព្រៃក៏ត្រូវបានរក្សាទុកបានយ៉ាងល្អនៅក្នុងហឹបមួយនៅក្នុងផ្ទះពូលៀបដើម្បីប្រើប្រាស់នៅក្នុងគ្រាមានអាសន្នតែប៉ុណ្ណោះអ្នកទាំងពីរពួកគេក៏បានបន្តរស់នៅជាមួយនឹងអ្នកស្រុកដោយប្រកាន់ខ្ជាប់នៅធម៌
ហើយនឹងបណ្ដាំរបស់ពូមឿនរហូតទៅបន្ទាប់ពីបានបោសសម្អាតក្រុមចៅខ្លាខ្មៅភូមិឋានទាំងមូលក៏បានវិលត្រឡប់មកភាពសុខសាន្តវិញប្រហែលបានមួយឆ្នាំដែរប៉ុន្តែភាពស្ងប់សុខនេះក៏ហាក់ដូចជាខ្យល់មុនពេលព្យុះបានមកដល់នៅដើមរដូវវស្សាក៏ស្រាប់តែមានហេតុការណ៍ចម្លែកមួយបានកើតឡើងអ្នកភូមិមួយចំនួនពួកគេក៏បានចាប់ផ្ដើមមានអាការៈភ្លេចភ្លាំងនិងនិយាយម្នាក់ឯងនឹងមានកំហឹងខុសពីធម្មតាសត្វចិញ្ចឹមដូចជាមាន់ទាក៏ចេះតែងាប់គ្មានមូលហេតុនៅពេលយប់ពួកគេតែងតែឮសំឡេងសូត្រធម៌លាយឡំនឹងសំឡេងសើចក្អាកក្អាយចេញពីចុងភូមិខាងកើតបុរសចំណាស់ម្នាក់មានឈ្មោះថាតាតូកគាត់គឺជាមនុស្សចាស់វ័យប្រហែលជា70ឆ្នាំដែលរស់នៅតែម្នាក់ឯងនៅក្នុងខ្ទមដាច់ស្រយាលមួយកាលពីក្មេងតាតូកគាត់ធ្លាប់ជាមនុស្សដែលស្រឡាញ់វិជ្ជាអាគមខ្លាំងណាស់ហើយគាត់តែងតែទៅលួចរៀនវិជ្ជាពីគ្រូផ្សេងជាច្រើនប៉ុន្តែដោយសារតែគ្មានគ្រូដើមត្រឹមត្រូវនិងល្មោបចង់ចេះខ្លាំងពេកគាត់ក៏បានលួចហាត់វិជ្ជាហាមឃាត់មួយហៅថាមុនក្រហមដែលមុនក្រហមនេះគឺជាវិជ្ជាហៅប្រលឹងខ្មោចតៃហោងមកបម្រើដោយមិនបានធ្វើពិធីសុំឬក៏ដំឡើងឲ្យគ្រូបានត្រឹមត្រូវឡើយយូរទៅវិញ្ញាណអាក្រក់បានចូលមកគ្រប់គ្រងរាងកាយរបស់គាត់ធ្វើឲ្យគាត់ក្លាយជាមនុស្សបែកអាគមឆ្កួតដោយសារមុនអាគមរបស់គាត់នោះនឹងចាប់ផ្ដើមធ្វើអំពើដាក់ទៅលើអ្នកភូមិដោយមិនដឹងខ្លួនឡើយហេតុការណ៍ក៏បានផ្ទុះឡើងនៅពេលយប់ពេញបរមីមួយខណៈដែលមេឃក៏ស្រឡះល្អស្រាប់តែមានភ្លៀងធ្លាក់បានចុះមកក្នុងភូមិប៉ុន្តែភ្លៀងនោះគឺមានពណ៌ក្រហមដូចឈាមនិងមានក្លិនឆ្អាបអ្នកភូមិម្នាក់ដែលត្រូវទឹកភ្លៀងនេះនឹងត្រូវមានជំងឺរមាស់ពេញខ្លួនហើយនឹងកើតចេញជាពងបែកក្មេងៗយំមិនឈប់ចំណែកឯមនុស្សចាស់ក៏ចាប់ផ្ដើមយល់សប្តិឃើញបិសាចមកខំស៊ីពោះវៀនទាំងអស់គ្នាតែម្ដងចំណែកឯពូលៀបនិងនេដែនបានដឹងភ្លាមថានេះមិនមែនជារឿងធម្មជាតិទេពូលៀបបានយកដុំថ្មដ៏ភ្លឺមកត្រាំនៅក្នុងទឹកមុនរួចក៏ប្រោះជុំវិញភូមិដើម្បីកាត់បន្ថយឥទ្ធិពលនេះពេលកំពុងប្រោះដីគាត់ក៏បានចាប់អារម្មណ៍ថាខ្សែអំបោះការពារភូមិដែលគាត់ធ្លាប់តែដាក់ត្រូវបានដាច់នៅត្រង់ចំណុចខាងកើតគឺទិសចំផ្ទះរបស់លោកតាតូកនៅថ្ងៃបន្ទាប់ពូលៀបនិងនេដែនពួកគាត់ក៏បានសម្រេចចិត្តទៅសួរសុខទុក្ខតាតូកពេលដែលទៅដល់ផ្ទើមរបស់គាត់ពួកគេក៏មានអារម្មណ៍ថាត្រជាក់គឺត្រជាក់ស្រេបតែម្ដងហើយនឹងធំក្លិនធូបដែលធ្វើពីឆ្អឹងសត្វពួកគេបានឃើញថាតាតូកគាត់កំពុងតែអង្គុយបែរខ្នងសក់ក្បាលកន្ទ្រើងដៃកាន់ក្បាលមាន់ខ្មៅមួយដែលទើបនឹងកាច់នេះដែនបានស្រែកហៅថាតាតូកតើមកនៅធ្វើអីទីនេះហេតុអ្វីបានជាមានក្លិនអាក្រក់ម្ល៉េះតាតូកនៅពេលនោះគាត់មិនបានងាកមកទេប៉ុន្តែគាត់ក៏បានបង្វែរក្បាល180ដឺក្រេបែរមុខមកក្រោយទាំងខ្លួននៅដដែលមកមើលពួកគេដែលកែវភ្នែកប្រែជាពណ៌ខ្មៅគ្មានប្រុសស្រីនិងញញឹមគួរឲ្យខ្លាចគាត់និយាយទាំងសំឡេងមនុស្សស្រីលាយឡំជាមួយនឹងសត្វថាពួកឯងមកហើយឬគ្រូឯងខ្លាំងប៉ុន្តែมันអាចយកឈ្នះកម្លាំងនៃភាពងងឹតដែលនៅក្នុងខ្លួនអញបានទេអញនឹងយកព្រលឹងអ្នកភូមិទាំងអស់ធ្វើជាកូនចៅភ្លាមនោះគាត់បានគោះដំបងនៅលើដីស្រាប់តែមានសត្វក្អែបនិងខ្ទួយរាប់រយបានវាចេញពីក្រោមផ្ទះសម្ដៅមកខាំពូលៀបនិងនេដែន
ពូលៀបដឹងថាបើវាយតាតូចឲ្យត្រង់គាត់អាចនឹងស្លាប់ហើយវិញ្ញាណអាក្រក់នឹងស្ទុះចូលទៅក្នុងខ្លួនអ្នកផ្សេងទៀតដូច្នេះគោលដៅមិនមែនសម្លាប់គាត់ទេគឺដកអាគមនិងបណ្ដេញវិញ្ញាណចេញពីក្នុងខ្លួនរបស់គាត់នេះដែនគេក៏បានដកកំបិតស្នៀតនិងភ្លុកដំរីខ្មៅចេញមកគេក៏បានប្រើភ្លុកដំរីខ្មៅគូសជាបន្ទាត់នៅលើដីដើម្បីបង្កើតជារបាំងការពារកុំឲ្យសត្វអសេរពិសចូលមកជិតរាល់សត្វក្អែបដែលបែរជាឆ្លងកាត់បន្ទាត់នោះគឺឆេះខ្លោចភ្លាមពូលៀបក៏បានប្រាប់ទៅនាយដែនថាវិញ្ញាណនេះគឺខ្លាំងក្លាណាស់វាស៊ីត្របាក់វិញ្ញាណតាតូកចិត្តអស់ទៅហើយឯងគឺត្រូវតែរកវិធីចូលទៅចាប់ខ្លួនគាត់ឲ្យជាប់ដើម្បីឲ្យខ្ញុំច្រកថ្នាំហើយនឹងទុកមុនចូលទៅមាត់របស់គាត់ចំណែកឯតាតូកដែលកំពុងតែបែកអាគមបានបង្ហាញឫទ្ធិហើយគាត់ក៏បានហោះអណ្ដែតឡើងទៅលើហើយនឹងបញ្ចេញកម្លាំងខ្យល់បោកបាក់យ៉ាងខ្លាំងគាត់ក៏បានចាប់ផ្ដើមសូត្រអាគមបញ្ច្រាស់ដើម្បីឲ្យពូលៀបនឹងវិលមុខនេះដែនដោយឃើញឱកាសមិនសូវល្អគាត់ក៏បានសម្រេចចិត្តប្រើធ្មេញឆ្កែព្រៃវត្ថុស័ក្តិសិទ្ធិដែលបានពីភ្នំគាត់បានគប់ធ្មេញនោះសម្ដៅទៅតាតូកធ្មេញឆ្កែព្រៃនោះវាក៏បានប្រែក្លាយទៅជាខ្ទុះអរូបីរត់ទៅខាំជាប់ជើងរបស់តាតូកទាញគាត់ឲ្យធ្លាក់មកដីវិញឆ្លៀតឱកាសនោះនេះដែនក៏បានស្ទុះទៅសង្កត់តាតូកឲ្យជាប់កម្លាំងរបស់មនុស្សចាស់ម្នាក់នេះខ្លាំងដូចជាក្របីព្រៃដោយសារអំណាចនៃមន្តងងឹតដែលបានគ្របដណ្ដប់ទៅលើខ្លួនរបស់គាត់នោះនេះដែនក៏បានត្រូវប្រើកម្លាំងទាំងអស់ហើយនឹងសូត្របាលីការពារខ្លួនពីការខំហើយនឹងខ្វេះរបស់គាត់តែម្ដងចំណែកឯពូលៀបគាត់ក៏បានរត់មកយ៉ាងលឿនហើយក៏បានយកចង្កូមស្វាមកដាក់លើក្បាលរបស់តាតូកដើម្បីសង្កត់វិញ្ញាណពីព្រោះថាស្វាគឺជាសត្វរហ័សហើយនឹងមានបារមីព្រះរួចគាត់ក៏បានយកទឹកមន្តពិសេសមកលាយពីស្លឹកឈើ7មុខបង្ខំចិត្តចាក់ចូលទៅក្នុងមាត់របស់តាតូកស្របពេលនោះពូលៀបក៏បានសូត្រធម៌យ៉ាងខ្លាំងថាពុទ្ធាំងកំចាត់ធម្មំកំចាត់សង្ឃាំងកំចាត់ឈោវិនាសទៅហងភ្លាមនោះផ្សែងដ៏ខ្មៅក្រាស់ខ្មឹកមួយក៏បានហោះចេញពីមាត់ហើយនឹងច្រមុះរបស់តាតូកព្រមជាមួយនឹងសំឡេងស្រែកធ្ងោដ៏គួរឲ្យអាណិតផ្សែងនោះវាក៏បានរសាត់ទៅប៉ះនឹងពន្លឺនៃដុំថ្មភ្លឺដែលពូលៀបបានដាក់តាំងនៅក្បែរនោះហើយក៏រលាយបាត់ទៅនៅក្នុងអាកាសតែម្ដងតាតូកគាត់បានដួលសន្លប់ស្ដោកស្ដឹងក្រោយពេលដឹងខ្លួនឡើងវិញគាត់មានអាការៈហេវហត់ហើយនឹងចាស់ជារាជាងមុនជាខ្លាំងប៉ុន្តែកែវភ្នែករបស់គាត់បានត្រឡប់មកជាមនុស្សធម្មតាវិញគាត់គឺបានលែងចាំអ្វីទាំងអស់អំពីមន្តអាគមនោះឬក៏អំពើដែលគាត់បានធ្វើគឺដូចជាមនុស្សដែលទើបតែភ្ញាក់ពីសុបិនដល់អាក្រក់យ៉ាងអញ្ចឹងចំណែកឯពូលៀបហើយនឹងនេះដែនគាត់ក៏បានប្រាប់អ្នកភូមិថានេះជាមេរៀនមួយសម្រាប់ការរៀនវិជ្ជាដោយគ្មានគ្រូហើយនឹងគ្មានសិលធម៌ពួកគេមិនបានដាក់ទោសតាតូកទេប៉ុន្តែឲ្យមេភូមិជួយមើលថែគាត់ហើយនឹងឲ្យគាត់ស្ដាប់ធម៌ដើម្បីលាងបាបកម្មចាប់តាំងពីពេលនោះមកជំងឺរមាស់ហើយនឹងអាការៈចម្លែកនៅក្នុងភូមិវាក៏រលាយបាត់អស់ដោយកិត្តិនាមរបស់អ្នកទាំងពីរកាន់តែល្បីសុះសាយហើយមិនត្រឹមតែជាអ្នកបង្ក្រាបចោលប៉ុន្តែពួកគេគឺជាអ្នកដែលសង្គ្រោះវិញ្ញាណថែមទៀតផងសាច់រឿងវាក៏បានចូលមកដល់ទីបញ្ចប់ទៅហើយអេដមីនក៏សូមអភ័យទោសចំពោះប្រិយមិត្តទាំងអស់ដែលបានស្ដាប់រឿងនេះបើសិនជាអេដមីនបានប្រព្រឹត្តនៅកំហុសខុសឆ្គងទាំងឡាយណា
ដែលមាននៅក្នុងវីដេអូមួយនេះ admin ក៏សូមអភ័យទោសទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នានៅគណៈពេលនេះ admin ក៏សូមគោរពលាប្រិយមិត្តទាំងអស់គ្នាដោយសន្យាថានឹងជួបគ្នានៅវីដេអូក្រោយ។